អ្នកកើតនៅក្នុងឆ្នាំ1993ដែលត្រូវជាឆ្នាំរកានឹងចូលទៅដល់ដំណាក់កាលសំខាន់ដែលហៅថាការបំបែកខ្លួនចេញពីសម្បកដង្កូវហើយប្រែខ្លួនទៅជាមេអំបៅនៅអាយុ33ឆ្នាំអ្នកនឹងមានអារម្មណ៍ច្បាស់អំពីសម្ពាធទ្វេដែលបានមកពីការងារនិងជីវិតផ្ទាល់ខ្លួននៅក្នុងពេលតែមួយប៉ុន្តែត្រូវចងចាំថានេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីបំបែកខ្លួនចេញពីដែនកំណត់ឬមួយក៏យើងហៅថាដែនសុវត្ថិភាពដែលអ្នកបានដាក់ខ្លួនឯងនៅក្នុងនោះទៅកាន់ភាពរីកចម្រើនទៅមុខយ៉ាងខ្លាំងហើយនៅក្នុងពេញមួយឆ្នាំ2026នេះអ្នកត្រូវតែទន្ទេញជាប់នៅប្រយោគដ៏សំខាន់មួយគឺឱកាសពិតប្រាកដតែងតែលាក់ខ្លួននៅក្នុងការផ្លាស់ប្ដូរដែលធ្វើឲ្យអ្នកមិនអាចងាយស្រួលនៅក្នុងការចាប់យកវាទេបើសិនជាអ្នកមិនផ្លាស់ប្ដូរដូច្នេះហើយអ្នកត្រូវតែបង្ខំចិត្តចេញអំពីតំបន់សុវត្ថិភាពដែលសុខស្រួលជាប្រចាំទៅទទួលយកនៅបញ្ហាថ្មីនិងប្រឈមមុខនឹងភាពមិនប្រកបប្រជាព្រោះនៅទីនោះទើបមានភាពរីកចម្រើននិងភាពប្រែប្រួលដ៏ធំសរុបទៅគឺ2026នឹងមិនងាយស្រួលទេប៉ុន្តែជាឆ្នាំដែលធ្វើឲ្យអ្នកក្លាយជាខ្លួនឯងដែលរឹងមាំនិងជោគជ័យជាងមុនបើអ្នកហ៊ានចេញអំពី comfort zone កន្លែងទីទួលដែលសុវត្ថិភាពដែលធ្វើរាល់ថ្ងៃទៅទទួលយកនឹងការផ្លាស់ប្ដូរដែលគួរឲ្យភ័យខ្លាចបន្តិចនៅខាងមុខជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាំងក្បួនចិនដែលនៅវីដេអូខ្ញុំមួយនេះដែរនឹងធ្វើការព្យាករណ៍តាក់ទងទៅនឹងជោគជតារាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំរកា1993ថាគាត់នឹងជួបអ្វីខ្លះនៅក្នុងឆ្នាំ2026នេះហើយគួរតែត្រៀមខ្លួនយ៉ាងម៉េចខ្លះមុននឹងចូលទៅដល់សាច់រឿងក៏ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាធ្វើការកត់ចំណាំផងថាវីដេអូនេះគឺខ្ញុំធ្វើការទស្សន៍ទាយក៏ដូចជាព្យាករណ៍ទៅតាមឆ្នាំកំណើតចិនដូច្នេះហើយវីដេអូនេះគឺសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំរកាចិនគឺចាប់រាប់ពីថ្ងៃទី23ខែមករាឆ្នាំ1993រហូតដល់ថ្ងៃទី9ខែកុម្ភៈឆ្នាំ1994ប្រសិនបើអ្នកកើតនៅមុនថ្ងៃទី23ខែមករាក្នុងឆ្នាំ1993នោះឆ្នាំកំណើតចិនរបស់អ្នកគឺឆ្នាំវកមិនមែនជាឆ្នាំរកាទេហើយខ្ញុំក៏បានធ្វើនៅវីដេអូតាក់ទងនឹងហោរាសាស្ត្រឆ្នាំ2026សម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំវកផងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចត្រឡប់ទៅមើលវីដេអូនោះបានហើយសម្រាប់ការព្យាករណ៍នៅក្នុងវីដេអូនេះគឺមានសុពលភាពនៅក្នុងឆ្នាំ2026រាប់ចាប់ពីថ្ងៃទី17ខែកុម្ភៈពេលចូលឆ្នាំចិនហើយរហូតដល់ថ្ងៃទី5ខែកុម្ភៈឆ្នាំ2027ចូលមកកាន់សាច់រឿងយើងវិញអញ្ចឹងនៅក្នុងឆ្នាំ2026នេះអ្នកដែលកើតនៅក្នុងឆ្នាំរកា1993តាក់ទងនឹងសំណាងហិរញ្ញវត្ថុរបស់គាត់គឺគាត់មានសក្តានុពលកើនឡើងនៅប្រាក់ចំណូលធម្មតាតាមរយៈការសាក់លបងធ្វើការឆ្លងវិស័យដែលអាចនាំមកនូវឱកាសថ្មីប៉ុន្តែការផ្លាស់ប្ដូរការងារញឹកញាប់ពេកក៏មិនត្រូវបានណែនាំផងដែរព្រោះអាចធ្វើអាជីពមិនស្ថិតស្ថេរហើយបាត់បង់នូវទំនុកចិត្តពីនិយោជកដូច្នេះហើយអ្នកអាចគួរតែពិចារណាទៅលើការអភិវឌ្ឍការងារបន្ថែមដែលផ្អែកទៅលើជំនាញក្រៅពីការងារដែលចម្បងដែលយើងធ្វើប្រចាំថ្ងៃដូចជាការរចនា design graphic UI UX រចនាផលិតផលការប្រឹក្សាដូចជាការប្រឹក្សាអាជីវកម្មការគ្រប់គ្រងឬមួយក៏ជំនាញឯកទេសផ្សេងការងារបន្ថែមទាំងនេះគឺជួយបង្កើនប្រាក់ចំណូលដោយមិនប៉ះពាល់ទៅដល់ការងារសំខាន់ដែលអ្នកកំពុងធ្វើហើយអាចក្លាយទៅជាប្រភពចំណូលដែលស្ថិរនៅពេលក្រោយក៏ថាបានសម្រាប់ការវិនិយោគគួរតែជៀសវាងការបណ្ដាក់ទុនទៅលើហិរញ្ញវត្ថុអេឡិចត្រូនិកដូចជារូបិយប័ណ្ណគ្រីបតូឬមួយក៏ NFT ចំពោះខែ9ឬមួយក៏ខែ10គឺអាចនឹងជួបនឹងការសងប្រាក់វិញដែលមិននឹកស្មានដល់ដូចជាការសងប្រាក់តាក់ទងទៅនឹងសំណងប្រាក់កម្ចីដែលគេត្រូវសងយូរហើយតែគេមិនសងឬមួយក៏អាចប្រាក់ទំនិញឬមួយក៏សេវាកម្មពីមុនមកនេះនឹងជាប្រាក់បន្ថែមដែលធ្វើឲ្យអ្នកមានភាពសប្បាយរីករាយចំពោះរាសីផ្នែកអាជីពការងារវិញគឺនៅកន្លែងការងារនឹងមានសហការីថ្មីឬមួយក៏គោលនយោបាយថ្មីចូលមកដែលធ្វើឲ្យបរិយាកាសការងារដែលធ្លាប់តែសុខស្រួលនិងស្ងប់ស្ងាត់ពីមុនមកคล้ายទៅជាមានការរំខាននិងបង្ខំឲ្យអ្នកត្រូវតែកែសម្រួលខ្លួនឯងឲ្យបានលឿនដើម្បីស្របទៅដល់បរិយាកាសការងារថ្មីហើយនេះគឺជាសញ្ញាណល្អមួយដែរព្រោះវាជំរុញឲ្យអ្នករីកចម្រើន
និងមិនអាចអង្គុយស្ងៀមនៅតែកន្លែងដដែលទៀតទេហើយនៅពាក់កណ្ដាលឆ្នាំដំបូងអាចនិយាយថាពីខែមករារហូតដល់ខែមិថុនាគួរប្រើពេលនេះដើម្បីទទួលយកនៅក្តារបញ្ជាក់អំពីសមត្ថភាពក៏ដូចជាក្តារបរិញ្ញាបត្រសញ្ញាបត្រដែលអ្នកបានរៀននៅជំនាញឬមួយក៏ថ្នាក់លើបានទទួលស្គាល់នៅជំនាញរបស់អ្នកនៅក្នុងវិស័យនោះមានដូចជាបានសរសើរឬមួយក៏វិញ្ញាបនបត្រផ្សេងដែលបញ្ជាក់អំពីសមត្ថភាពឬមួយក៏ភាពជោគជ័យរបស់អ្នកនៅក្នុងជំនាញឬវិស័យដែលអ្នកកំពុងតែធ្វើនឹងដូចជា PMP Project Management Professional សម្រាប់អ្នកដែលគ្រប់គ្រងគម្រោងឬមួយក៏ CFA សម្រាប់វិស័យហិរញ្ញវត្ថុនិងវិនិយោគឬវិញ្ញាបនបត្រផ្សេងដែលស័ក្តិសមនឹងជំនាញនិងអាជីពរបស់អ្នកវិញ្ញាបនបត្រទាំងអស់ហ្នឹងនឹងក្លាយជាអាវុធដ៏សំខាន់សម្រាប់ការសុំឡើងតំណែងឬមួយក៏ការបង្កើតប្រាក់ខែនៅពាក់កណ្ដាលឆ្នាំក្រោយនៅខែកក្កដាដល់ខែធ្នូហើយក៏សូមប្រុងប្រយ័ត្នសំខាន់នោះគឺត្រូវរក្សាទុកអ៊ីមែលការងារនិងកំណត់ត្រាជជែកទាំងអស់ឲ្យបានល្អជាពិសេសនៅក្នុងកម្មវិធីដូចជា Team WhatsApp ការងារឬមួយក៏អ៊ីមែលព្រោះនៅខែកញ្ញាអាចនឹងមានស្ថានភាពមួយដែលត្រូវឲ្យឯកសារទាំងនោះជាភស្តុតាងសំខាន់ដូចជាការពន្យល់ពីការងារការការពារសិទ្ធិឬមួយក៏ដោះស្រាយជម្លោះចំពោះរិស័យផ្នែកស្នេហានិងទំនាក់ទំនងវិញសម្រាប់អ្នកដែលនៅលាវគឺងាយនឹងជួបការថប់បារម្ភដោយសារតែការប្រៀបធៀបខ្លាំងដែលជាការប្រៀបធៀបរបស់មនុស្សដែលខ្លួនឯងណាត់ជួបឬមួយក៏ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងរូបភាពល្អឥតខ្ចោះនិងរឿងស្នេហាដ៏ស្រស់ស្អាតដែលបានឃើញនៅក្នុងបណ្ដាញសង្គម Facebook Instagram ឬមួយក៏ TikTok ជាដើមនិយាយឲ្យងាយយល់ទៅគឺប្រៀបធៀបខ្លួនឯងជាមួយនឹងគូដទៃទៀតបើធ្វើបែបនេះច្រើនវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ឬមួយក៏គ្មានស្នេហាណាល្អដែលធ្វើឲ្យខកខានឱកាសជាមួយមនុស្សល្អនៅជុំវិញខ្លួនត្រូវដឹងថាមួយគូដែលគេបង្ហាញនៅក្នុង Facebook និង Instagram និង TikTok គឺគេបង្ហាញតែអ្វីដែលជាភាពល្អតែប៉ុណ្ណោះដូច្នេះហើយកុំមើលតែអានឹងពេកមើលសភាពជាក់ស្ដែងនិងអ្វីដែលខ្លួនឯងជួបជាក់ស្ដែងកុំយកភាពល្អឥតខ្ចោះរបស់គេកើតជាឧបសគ្គសម្រាប់ខ្លួនឯងនៅក្នុងការរកដៃគូកុំយករូបភាពដែលគេគ្រាន់តែប្រឌិតឡើងនៅលើបណ្ដាញសង្គមមកប្រៀបធៀបជាមួយនឹងស្តង់ដារជាក់ស្ដែងដែលខ្លួនឯងជួបនៅក្នុងជីវិតពិតព្រោះស្នេហាពិតប្រាកដវាមិនតែងតែល្អហើយល្អឥតខ្ចោះដូចនៅក្នុង Facebook នោះទេព្រោះវាមានទាំងភាពល្អនិងភាពមិនល្អការយល់ច្រឡំការខិតខំទៅជាមួយគ្នាការឆ្លុះប្រកែកគ្នាមានទៅមានមកសម្រាប់អ្នកដែលមានជីវិតស្នេហាហើយត្រូវតែរៀនបំបែកតួនាទីការងារនិងតួនាទីគ្រួសារច្បាស់ជាពិសេសត្រូវតែបំបត្តិទម្លាប់នាំនៅរបៀបទំនាក់ទំនងពីការងារដូចជាការនិយាយខ្លាំងការរិះគន់ការនិយាយតែពីបញ្ហារឿងការងារមកប្រើជាមួយដៃគូឬមួយក៏សមាជិកនៅក្នុងគ្រួសាររបស់ខ្លួនឯងបើធ្វើបែបនេះវានឹងធ្វើបរិយាកាសនៅក្នុងផ្ទះកាន់តែតានតឹងហើយងាយនឹងឆ្លោះគ្នាទៅលើរឿងតូចតាចគួរតែព្យាយាមផ្លាស់ប្ដូរទម្លាប់ទាំងនេះតកតងទៅនឹងរឿងទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សក្នុងសង្គមវិញក៏ដូចជាមនុស្សនៅកន្លែងការងារគឺអ្នកនឹងមានមនុស្សដែលពិតប្រាកដមួយចូលមកជួយនៅក្នុងឆ្នាំនេះអាចជាសហការីឬមួយក៏អ្នកដែលអ្នកធ្លាប់គិតថារិះគន់ច្រើនហើយពិបាកតែម្នាក់នឹងអាចនឹងមកជួយអ្នកដែរពួកគេអាចនឹងមើលទៅមិនសូវល្អរស់រាយដាក់អ្នកទេប៉ុន្តែពួកគេនឹងហើយដែលជាអ្នកដែលផ្ដល់ដំបូន្មានដ៏ស្មោះត្រង់ចង្អុលបង្ហាញអំពីចំណុចខ្វះខាតរបស់អ្នកហើយជួយឲ្យអ្នកកែលម្អឲ្យបានប្រសើរឡើងហើយកុំបោះបង់ទំនាក់ទំនងជាមួយពួកគេសោះព្រោះនៅពេលដែលអ្នកត្រូវការជំនួយពិតប្រាកដគឺមានតែពួកគេទេដែលនៅក្បែរអ្នកតកតងទៅនឹងផ្នែកសុខភាពវិញនៅក្នុងឆ្នាំ2026នេះគឺត្រូវតែបង្កើនទម្លាប់នៃការសម្រាកពីឧបករណ៍ Digital ទូរស័ព្ទកុំព្យូទ័រជាដើមឲ្យបានច្រើនព្រោះការប្រើទូរស័ព្ទនិងអេក្រង់ច្រើនពេកគឺនឹងប៉ះពាល់ទៅដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយការណែនាំនោះគឺកំណត់ពេលនៅក្នុងការប្រើទូរស័ព្ទទៅកុំឲ្យលើសពី5ម៉ោងរួមទាំងការងារនិងការកម្សាន្តយ៉ាងហោចណាស់1ម៉ោងមុនចូលគេងគឺត្រូវតែបិទទូរស័ព្ទដើម្បីឲ្យខួរក្បាលយើងសម្រាកហើយគេងលក់បានស្រួលជាងមុនហើយត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការពិនិត្យសុខភាពជាប្រចាំគឺក្រពេញទីរ៉ូអ៊ីតឬមួយក៏ផ្នែកដើមទ្រូងព្រោះសម្ពាធនិងភាពតានតឹងខ្លាំងនៅក្នុងឆ្នាំនេះងាយនឹងបង្កឲ្យមានដំពកតូចនៅតំបន់ទាំងនេះគួរតែពិនិត្យរៀងរាល់6ខែទៅ12ខែម្ដងនៅពេលដែលមានអារម្មណ៍ថាមិនស្រួលឈឺហើមឬមួយក៏មានការផ្លាស់ប្ដូរនៃដើមទ្រូង
ហើយក៏សូមណែនាំបន្ថែមដែរគួរតែរៀនវិធីថែរក្សាសុខភាពបែបបុរាណដូចជាការដកដង្ហើមមួយជ្រៅៗការធ្វើសមាធិម៉ាស្សាចំណុចសំខាន់ៗទៅលើខ្លួនញ៉ាំទឹកក្តៅក៏ដូចជាតែខ្ញីដែលជាក្បួនបុរាណខ្មែរវិធីទាំងនេះគឺជួយកាត់បន្ថយការ stress ធ្វើឲ្យរាងកាយមានតុល្យភាពហើយបង្កើនភាពស៊ាំបែបធម្មជាតិដែលជាវិធីល្អបំផុតសម្រាប់សុខភាពរយៈពេលវែងវីដេអូរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយទៅដល់អ្នកដែលកើតនៅក្នុងឆ្នាំរកា1993ឲ្យឆ្លងកាត់ឆ្នាំ2026នេះបានទៅយ៉ាងរលូនសុខសប្បាយនិងសំណាងល្អអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយតែកុំភ្លេចជួយចុច like និងជួយចុច subscribe channel ខ្ញុំផងបើសិនជាចូលចិត្ត